សូមប្រយ័ត្ននឹងមនុស្ស3ប្រភេទនេះបាទហើយក៏សូមបងប្អូនជួយភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាទដោយបងប្អូនគ្រាន់តែចុច Subscribe ឬចុចអក្សរជាវបាទហ្នឹងហើយបាទសូមបងប្អូនប្រយ័ត្នប្រយែងនឹងមនុស្ស3ប្រភេទបាទការរាប់អានមនុស្សហ្នឹងវាជាផ្នែកមួយយ៉ាងសំខាន់ណាស់ដែរហ្នឹងបាទបើយើងរាប់អានមនុស្សត្រូវធ្វើឲ្យយើងคล้ายជាមនុស្សម្នាក់មានកម្លាំងចិត្តคล้ายជាមនុស្សម្នាក់មានសង្ឃឹមមានធម៌ពលមានការងារកាន់តែច្រើនឡើងមានការចេះដឹងកាន់តែច្រើនឡើងអញ្ចឹងណាបើយើងរាប់អានមនុស្សត្រូវណាមានជីវភាពកម្រិតជីវភាពឯកាន់តែធូរធារឡើងបាទប៉ុន្តែបើយើងរាប់អានសេពគប់មនុស្សមិនត្រូវឬសេពគប់មនុស្សខុសធ្វើឲ្យយើងធ្លាក់លឿនណាបាទអ្នកខ្លះអាចអស់ដីអស់ធ្លីអស់ផ្ទះអស់សម្បែងរហូតដល់បែកបាក់គ្រួសារប្រពន្ធកូនក៏មានបាទអញ្ចឹងបានថាជីវិតនេះវាមិនមែនជារឿងមួយដែលយើងត្រូវទៅថាគិតតែពីរឿងសបាយបាទដោយមិនគិតពីរឿងថាធ្វើយ៉ាងម៉េចឲ្យជីវិតបានល្អឲ្យជីវិតបានប្រសើរឲ្យជីវិតមានជីវភាពខ្ពង់ខ្ពស់មានតម្លៃក្នុងសហគមន៍ក្នុងសង្គមជាតិអីចឹងយើងអត់បានគិតអាហ្នឹងយើងជាអ្នករងគ្រោះដោយខ្លួនយើងបាទអញ្ចឹងហើយសូមបងប្អូនមកចូលរួមជាមួយខ្ញុំនៅមនុស្ស3ប្រភេទបាទយើងកុំសេពគប់យើងកុំមានភាពស្និទ្ធស្នាលអីឬយើងហៅថាជាដៃគូអីយើងកុំណាបាទ3ប្រភេទហ្នឹងបាទមនុស្សប្រភេទទី1ជាមនុស្សប្រភេទលបែងបាទមនុស្សប្រភេទលបែងហ្នឹងគឺមនុស្សហ្នឹងចង់និយាយថាមនុស្សហ្នឹងគាត់លេងតែលបែងណាបាទជួនកាលគាត់ជាអ្នកធ្វើការដែរប៉ុន្តែចេញពីធ្វើការមកលបែងជួនកាលគាត់លេងលបែងសតហើយមនុស្សប្រភេទហ្នឹងបើយើងរាប់អានឬស្និទ្ធស្នាលជាមួយគាត់ពាក្យស្និទ្ធស្នាលរាប់អានហ្នឹងមានន័យថាទៅណាមកណាជាមួយគ្នានិយាយស្ដីលេងសើចជួបគ្នាគឺថាឲ្យតែនេះគឺស្កាត់ជួបគ្នាអាហ្នឹងហើយបាទបងប្អូនប្រយ័ត្នអាហ្នឹងបាទពីព្រោះមនុស្សលបែងនេះគាត់មានគំនិតតែមួយគត់គឺផ្សងសំណាងហ្មងគឺផ្សងសំណាងសុទ្ធតែម្ដងបើត្រូវមានហើយបើត្រូវក្រហើយប្រឹងយ៉ាងណាក៏មិនមានដែរហើយបើត្រូវមានហើយមិនបាច់ប្រឹងទេអាហ្នឹងគំនិតពួកអស់ហ្នឹងបាទចំណាយទុនមួយមកវិញបាន80ចំណាយទុនមួយមកវិញបាន700-800អាហ្នឹងគំនិតពួកហ្នឹងគំនិតពួកលបែងបាទអញ្ចឹងហើយបងប្អូនប្រយ័ត្នប្រយែងមនុស្សប្រភេទហ្នឹងហើយតែបងប្អូនសេពគប់ជាមួយបងប្អូនទទួលអាគំនិតអញ្ចឹងយូរបងប្អូនក្លាយជាមនុស្សអញ្ចឹងដែរបាទអាហ្នឹងមនុស្សប្រភេទទី1ប្រភេទទី2គឺផឹកបាទមនុស្សប្រមឹកផឹកជាប្រចាំមួយថ្ងៃ3 ដង 4-5 ដងផឹកស្លប់ដេកងើបពីដេកឡើងផឹកហើយសម័យនេះសម័យទូរស័ព្ទតែបើសិនបងប្អូនស្រឡាញ់រាប់អានខ្លាំងអ្នកផឹកបងប្អូនខ្លាចជាអ្នកផឹកដែរអញ្ចឹងបងប្អូនមានបញ្ហាសុខភាពក៏មានបញ្ហាជីវភាពក៏មានបញ្ហាកូនចៅក៏មានបញ្ហាបញ្ហាខួរក្បាលក៏មានបញ្ហាចុះជាតិអាល់កុលវាបំផ្លាញសរីរាង្គកោសិកានៅក្នុងខ្លួនហើយអាពេលវេលាហ្នឹងបំផ្លាញនៅទ្រព្យសម្បត្តិដែលមានហើយដោយសារយើងអត់មានពេលអីយើងនៅតែផឹកបាទយើងនៅតែផឹកអញ្ចឹងបានណាបងប្អូនបាទបងប្អូនប្រយ័ត្នប្រយែងរឿងការរាប់អានមនុស្សហ្នឹងបាទប្រយ័ត្នប្រយែងឲ្យមែនតើបាទហើយមនុស្សប្រភេទទី3គឺមនុស្សនិយាយតែអាក្រក់ពីគេឬយើងច្រើនហៅថានិយាយដើមគេ
មនុស្សប្រភេទហ្នឹងបើបងប្អូនមានពេលទំនេរជួបគាត់មានពេលទំនេរជួបគាត់បងប្អូនខ្លាចជាមនុស្សនិយាយដើមគេដូចតែគាត់ដែរពិភពលោកនេះគ្មានអ្វីល្អទេបាទដើមឈើណាក៏ក្តៅដែរគ្មានមលប់ទេអាហ្នឹងចង់និយាយចឹងណាមនុស្សដែលអាហ្នឹងគេហៅភាសាជំនាញគេហៅមនុស្សអវិជ្ជមានឬមនុស្សកពេកកប៉ុកបាទមនុស្សនិយាយតែដើមគេនិយាយតែអាក្រក់ពីគេមិនដែលនិយាយល្អពីគេទេមនុស្សខ្លះវាមានអាក្រក់មែនឧទាហរណ៍ដូចជាមនុស្សផឹកសតមនុស្សលបែងសតអាហ្នឹងវាមានតែអាក្រក់ហើយបាទទទួលស្គាល់ហើយប៉ុន្តែចង់និយាយថាមនុស្សអាក្រក់មនុស្សដែលនិយាយអាក្រក់ពីគេហ្នឹងគឺថានិយាយគ្រប់មនុស្សទាំងអស់មនុស្សណាក៏ដែរគឺអាក្រក់ទាំងអស់មនុស្សនៅលើโลกនឹង8000លាននាក់ហ្នឹងគឺអាក្រក់ទាំងអស់ចង់និយាយចឹងមនុស្សដែលនិយាយអាក្រក់ពីអ្នកដទៃហ្នឹងមនុស្សទាំង8000លាននាក់នៅក្នុងពិភពលោកហ្នឹងគឺគាត់និយាយអាក្រក់ទាំងអស់អត់មានថាអ្នកណាមួយល្អអីចឹងណាបាទហើយបើយើងសេពគប់មនុស្សប្រភេទហ្នឹងអាហ្នឹងយើងខ្លាចជាមនុស្សចឹងដែរហើយកាលណាយើងខ្លាចជាមនុស្សអញ្ចឹងដែរយើងធ្វើអីអត់កើតទេយើងចង់ទៅធ្វើការងារកន្លែងនេះខ្លាចជាមនុស្សអាក្រក់ទៅធ្វើការងារកន្លែងនោះខ្លាចជាមនុស្សអាក្រក់ធ្វើឲ្យយើងនឹងខ្លាចធ្វើឲ្យយើងនឹងភ័យហ្មងភ័យខ្លាចទៅណាអត់រួចណាអាហ្នឹងបាទហើយនៅមានមនុស្សជាច្រើនប្រភេទទៀតដូចជាមនុស្សប្រព្រឹត្តស្រីគិតតែពីរឿងស្រីធ្វើបាបកូនធ្វើបាបប្រពន្ធលួចលុយអីយកទៅចាយស៊ីចាយផឹកនៅអ្នកដើរលេងគិតតែពីដើរលេងបបួលតែដើរលេងអីបងប្អូនប្រយ័ត្នប្រយែងអាហ្នឹងមានអ្នកខ្លះនឹងតបតែងខ្លួនស្អាតខ្សែដៃខ្សែកខ្លែងខ្លាយឡានជួលគេជិះមកបោកប្រាស់ធ្វើជាដាក់វិនិយោគទុនវិនិយោគអីអញ្ចឹងអារឿងអស់ហ្នឹងសុទ្ធតែជារឿងដែលយើងត្រូវគិតត្រូវមើលឲ្យបានឆ្ងាយមើលឲ្យធ្លាយមើលឲ្យធ្លុះបាទមើលឲ្យធ្លាយមើលឲ្យធ្លុះបាទអញ្ចឹងហើយខ្ញុំក៏នៅសូមចូលរួមនៅការយល់ដឹងនិងការធ្លាប់ដឹងធ្លាប់ឮធ្លាប់ឃើញខ្លះជូនបងប្អូនដើម្បីជាចំណេះដឹងបាទជាចំណេះដឹងជាបទពិសោធន៍សម្រាប់យើងការពារខ្លួនបាទយើងការពារខ្លួនកុំឲ្យយើងអន្តរាយដោយសាររឿងដែលចឹងនិយាយថារឿងដែលវាមិនត្រូវពិបាកសោះហ្នឹងរឿងចឹងអត់មានអីត្រូវពិបាកសោះហ្នឹងបាទថាមិនពិបាកមានន័យថាយ៉ាងម៉េចអូម៉ាគេខ្លាចជាអ្នកជំនាញទីផ្សារគេរៀននៅមហាវិទ្យាល័យ4ឆ្នាំអាហ្នឹងវាពិបាកគេណាពិបាកទៅរៀននៅមន្តរៀនចប់4ឆ្នាំខ្លាចជាអ្នក IT តើគេទៅរៀន4ឆ្នាំ5ឆ្នាំខ្លាចជាវិជ្ជបណ្ឌិតតើគេទៅរៀន7 8ឆ្នាំបាទអាហ្នឹងវាជារឿងមួយដែលថាតម្រាំតបានវាពិបាកហើយអានេះគ្រាន់តែមិនរាប់អានមនុស្សអញ្ចឹងមានអីទៅពិបាកបាទយើងខ្លាចអត់ញៀតយើងខ្លាចអត់ញៀតយើងគ្រាន់តែសោចញញឹមអីចឹងទៅបើថាអ្នកផឹកយើងគ្រាន់តែចូលផឹកតិចទៅយើងមកវិញមកយើងមកផ្ទះយើងវិញមកយើងវាថាខ្ញុំផឹកអង្ការសុខភាពមិនល្អអីចឹងទៅអាហ្នឹងគេហៅឆ្លាតយើងរៀនឆ្លាតខ្លះទៅហើយបើកន្លែងលបែងគេអាឡ័យរវល់លេងយើងគេមិនបានឃើញយើងដើរកិច្ចកំដៅចូលយើងដើរកិច្ចកំដៅចូលបាទហ្នឹងហើយបើមនុស្សដែលគេទៅចិត្តនិយាយអីចឹងទៅថ្ងៃក្រោយជួបអីគ្រាន់តែសោចឲ្យញឹមអីអូបញ្ញាប់ទៅនន់តិចគេតេអីអត់បានទៅថ្ងៃនេះកូនរវល់ចៅអីជាមួយយកពីឆ្លាតរៀនឆ្លាតបាទអាហ្នឹងយើងប្រើពាក្យថាកុំទៅស្មោះត្រង់ជាមួយមនុស្សអញ្ចឹងពេកចឹងនិយាយចឹងណាចេះមានល្បិចជាមួយអាមនុស្សអញ្ចឹងទៅចេះមានល្បិចខ្លះទៅតែមិនល្បិចបោកប្រាស់លុយគេទេគ្រាន់តែល្បិចដកខ្លួនចេញពីក្រមហ្នឹងបាទអញ្ចឹងខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងសូមបងប្អូនទទួលការគោរពអំពីខ្ញុំបាទហើយសូមទោសផងបើសិនមានការខុសឆ្គងបាទអរគុណ